តពីវគ្គមុនបន្ទាប់ពីហានគាត់បានបំពេញ quest ដែល master បានដាក់ឲ្យគាត់ clear ពីជាន់ទី1រហូតដល់ជាន់ទី3សារឡើងវិញហ្នឹងបានចេញមកវិញហើយក៏ឃើញថា Islay ហ្នឹងបានប្រាប់ឲ្យបរិសម្នាក់ជាមួយនឹង Jenna ហ្នឹងគឺគាត់ចូលទៅក្នុងប៉មដែល hand hero ហ្នឹងឯងហើយសម្រាប់ឈ្មោះតួអង្គវិញខ្ញុំហៅតែឈ្មោះណាដែលចាំបាច់ទេបើសិនជាដូចជាតួអង្គមកសម្រាប់បន្ថែមទេគឺខ្ញុំអត់ហៅទេតែក្នុងរឿងហ្នឹងគឺឈ្មោះតួអង្គច្រើនមែនតើចឹងហើយសង្គមតែគ្នាយើងយល់តែគេបានបង្ហាញយើងនៅកន្លែងដែលបង្កើនថាមពលឲ្យតួអង្គ hero នីមួយៗហ្នឹងខាងក្នុងយើងក៏ឃើញ Jenna ហ្នឹងកំពុងតែនៅជាមួយនឹងបរិសម្នាក់ហ្នឹងឯងហើយមកស្ទុះក្រោយមកក៏ឮតែសំឡេងស្រែកចេញមកពីខាងក្នុងហ្នឹងហើយ Jenna នាងបានចេញមកវិញទាំងអត់ដឹងរឿងអីទាំងអស់ដោយសារតែមានតាហានមួយទេដែលដឹងនៅក្នុងពិភពលោក Pick Me Up មួយហ្នឹងដោយសារតែពួកតួអង្គទាំងអស់ហ្នឹងគឺគ្រាន់តែជា NPC ទេតោះពី Jenna បានចេញមកវិញស្រួលបួលហើយពេលបន្ទាប់គឺហានជាមួយនឹង 2B ហ្នឹងអាប៉ែមួយតងោហ្នឹងឯងគ្នាយើងលេហ្នឹងបានបញ្ជាឲ្យអាប៉ែ 2B ហ្នឹងជាមួយនឹងហានចូលទៅក្នុងប៉មហ្នឹងជាមួយគ្នាអាប៉ែតងោហ្នឹងមានការភ័យខ្លាចគិតថាអាហ្នឹងប្រហែលជាគេនឹងបញ្ជូនគាត់ទៅផ្ទះវិញហើយហានហ្នឹងក៏គាត់បានគិតថាអាកន្លែងហ្នឹងគឺជាកន្លែងសម្រាប់ជំរុះនៅសម្រាមដែលគ្មានប្រយោជន៍នៅក្នុងហ្គេមហ្នឹងគឺ Master នឹងបញ្ជាឲ្យពួកហ្នឹងចូលទៅបំពេញកម្លាំងសម្រាប់ Hero ណាដែល Master គាត់ថាមានប្រយោជន៍មួយសន្ទុះក្រោយមកយើងក៏ឃើញថាមានសលេងស្រែកចេញពីក្នុងហើយក៏បានលោតមកថា 2B ហ្នឹងត្រូវបានសម្លាប់បាត់ហើយហានហ្នឹងឯងជាអ្នកឡើង level នៅពេលដែលហានគាត់ចេញមកវិញគាត់បាននិយាយទៅកាន់ Eren ថាសំណាងណាលើកនេះអ្នកឯងដោយសារតែការជំរុះទាំងពីរលើកហ្នឹងគឺអាប៉ែ Eren ហ្នឹងគឺអត់បានចូលទៅជំរុះទេតែក៏នាងបានភ័យខ្លាចថាបើសិនជាថ្ងៃណាមួយនាងអត់ប្រយោជន៍នាងនឹងត្រូវស្លាប់ដូចជាប្រមាណអ្នកមុនហ្នឹងអញ្ចឹងហើយហានក៏បាននិយាយទៅកាន់ Jenna ថាបើសិនជានាងចង់រស់នាងស្ដាប់ទៅតាមដំបូន្មានរបស់ឪពុកនាងទៅហើយធ្វើការជ្រើសរើសខាងឲ្យបានត្រឹមត្រូវអញ្ចឹងណាគេដាក់ករិចសាយអញ្ចឹងហើយកាត់ចូលមកដល់កន្លែងវឹកហាត់របស់យើងវិញតែ Jenna ហ្នឹងបានមកសុំហានហ្នឹងឲ្យជួយបរៀននាងអំពីរបៀបវឹកហាត់នាងសុខចិត្តធ្វើជាអ្នកបម្រើរបស់ហានហ្នឹងពេលហ្នឹងដែរក៏ឃើញ Eren ហ្នឹងមកសុំឲ្យហានជួយបង្វឹកគេដែរដោយសារតែគេហ្នឹងអត់ចង់ងាប់ទេតែ Eren ហ្នឹងបានលើកឡើងថាពីមុនហ្នឹងគេអត់បានគិតវែងឆ្ងាយតែឥឡូវហ្នឹងគេចង់ឲ្យហានហ្នឹងជួយបង្វឹកគេផងហើយហានហ្នឹងក៏គាត់អត់ចង់និយាយច្រើនក៏បានបោះលំពេងមួយទៅឲ្យ Eren ហ្នឹងហើយក៏ប្រាប់ឲ្យ Eren ហ្នឹងចាប់ដើមវឹកហាត់ទៅឲ្យស្ទុះចូលទៅវាយ Eren ហ្នឹងមកតំហឹងយកហ្មងអត់មានចាំបាច់បង្រៀនអីញ៉ៃច្រើនគឺវឹកហាត់ស្ដែងផ្ទាល់យកហ្មងហើយគាត់ក៏បានទាត់ Eren ហ្នឹងចំពោះធ្វើ Eren បាយក្អួតបាននិយាយថាបើសិនជាបិសាចជាអ្នកវាយវិញ Eren ហ្នឹងឈឺជាងនឹង100ដងបន្តសួរទៅកាន់ Eren ហ្នឹងថាតើគាត់មានគ្រួសារអត់ហ្នឹងក៏ឆ្លើយមកកាន់ហានវិញថាគាត់មានប្អូនស្រីម្នាក់ដោយហានគាត់លើអញ្ចឹងក៏គាត់ប្រាប់ថាអ្នកឯងល្អជាងខ្ញុំហើយព្រោះថាខ្ញុំហ្នឹងគ្មានអ្នកផ្ទះទេដែលហានហ្នឹងបានលើកឡើងពីគ្រួសារអញ្ចឹងដែលធ្វើឲ្យ Eren ហ្នឹងមានកម្លាំងចិត្តក្នុងការវឹកហាត់ខ្លាំងមែនតើយើងអាចកលេចទៅមើលភ្នែករបស់ Eren ហ្នឹងបានបន្ទាប់ពីការវឹកហាត់ចប់ហានគាត់បានដើរទៅក្នុងទីក្រុង Pick Me Up ហ្នឹងក៏ឃើញថា Master បានចំណាយនៅ500ត្បូងដើម្បីធ្វើកន្លែងតំដែកដែលហានគាត់បានសួរទៅកាន់ Fairy តូចរបស់យើងហ្នឹងថាតើនាងអាចប្រើប្រាស់អ៊ីនធឺណិតបានអត់តូចរបស់យើងហ្នឹងក៏បានឆ្លោះជាមួយហានទៅដោយសារតែអត់ដឹងថាហានហ្នឹងជាពីណាគេទេមិនបានមកប្រើនាងដែលហានហ្នឹងបានបន្តទៀតថាប្រើប្រាស់មួយ level ដើម្បីបិទបើកនៅកន្លែង training និងសមុននៅអាវុធចំនួន10ហើយជាចុងក្រោយគឺបើកនៅកន្លែងដំដែក Islay ហ្នឹងបានសួរទៅកាន់ហានថាមិនបានគាត់ដឹងរឿងហ្នឹងក៏បានឆ្លើយទៅកាន់ Islay យើងហ្នឹងថាមិនក៏គាត់មិនអាចដឹងបើសិនជា Loki ហ្នឹងគឺជាអ្នកមានប្រជាប្រិយភាពមួយខ្លាំងមែនតើនៅក្នុង game Pick Me Up ហ្នឹងគីហ្នឹងឯងជាអ្នក upload ចឹងហើយគាត់ដឹងទៅតាម Loki ហ្នឹងឯងតែ Slay របស់យើងហ្នឹងគឺបានលើកសរសើរទៅកាន់ Loki ខ្លាំងមែនតើបានលើកឡើងថា Master of the Master God of the Pick Me Up ទាំងបានបន្តទៀតថាបើសិនជាគាត់ទទួលបាន Hero ផ្កាយ7ហ្នឹងប្រហែលជាគាត់នៅ rank 1ហើយហានហ្នឹងក៏បាននិយាយថាអ្នកឯងហ្នឹងចូលចិត្តLoki ហ្នឹងដល់ថ្នាក់ហ្នឹងមែនគាត់បាននិយាយថា Loki ហ្នឹងគឺធ្វើរឿងតែមិនអាចទៅរួចបានជាច្រើនហើយក៏បាន deal ទៅកាន់ហានយើងថាគ្រាន់តែជា hero ផ្កាយមួយទេទោះបីជាគាត់ហ្នឹងជា user ក៏ដោយក៏មិនអាចប្រៀបធៀបជាមួយនឹង Loki ហ្នឹងបានដែរលក្ខណៈថានិយាយមកមើលងាយថាសម្រាមហ្មងលេហ្នឹងរៀននឹងចេញទៅក៏ហានយើងបាននិយាយថាគាត់ពិតជាមានអារម្មណ៍ថាសុំទោសសម្រាប់នាងខ្លាំងមែនតើលេហ្នឹងយើងឆ្ងល់ថាហានហ្នឹងចង់និយាយពីអីគេនាងស្ដាប់អត់យល់ហានគាត់និយាយតថាគាត់ហ្នឹងឯង Loki មានពីណាគេទៀត Islay ហ្នឹងគឺគាត់អត់ជឿទៅលើហានទេគាត់ថាកុំនិយាយលេងសើចតែហានក៏ខ្ជិលប្រកែកជាមួយ Islay ច្រើនក៏គាត់បានឲ្យ ID ទៅកាន់ Islay នឹងឆែកមើលទៅគេបានប្រាប់មកយើងថាការពារក្រុម hacker ហ្នឹងគឺរបស់ player ជាមួយនឹង information របស់ player ហ្នឹងគឺត្រូវលាក់ការដោយក្រុមហ៊ុនអ្នកដែលមានសិទ្ធិឃើញ ID ជាមួយនឹង Gmail ខាងលើហ្នឹងគឺមានតែម្ចាស់ account ឬក៏អ្នកគ្រប់គ្រង game ហ្នឹងទេពី Islay យើងបានឆែកមើលឃើញថាអូហ្នឹងឯងជា Loki ពិតប្រាកដមែនយើងក៏បានសុំហត្ថលេខារបស់ Loki ហ្នឹងព្រោះថានាងហ្នឹងឯងជា fan club របស់ Loki គេហ្នឹងគាត់ឆ្ងល់ខ្លួនឯងថាស្អីគេ Loki club ស្អីIslay នឹងប្រាប់ថា Master of the Master Loki Fan Cafe ក៏បន្តទៅថាទទួលបានសញ្ញារបស់ Loki ហ្នឹងគឺនឹងអាចទៅជា top member នៅក្នុង club ហ្នឹងបានហើយបន្តមកនាងក៏មានការភ័យខ្លាចវិញថាប្រហែលថ្ងៃហ្នឹងយើងដឹងស្រាប់ហើយគឺ Islay នឹងនិយាយមើលងាយទៅកាន់ហានយើងខ្លាំងមែនតើគឺនិយាយមើលងាយតាំងពី hero ផ្កាយមួយអាសម្រាប់អីចឹងទៅ Islay ក៏បានញាក់អោថាបើសិនជា Loki គាត់នឹងហើយអញ្ចឹងនេះ flame របស់គាត់ហ្នឹងគិតមិនហើយហានក៏គាត់ឆ្លើយថាគាត់អត់ដឹងដូចគ្នាសាច់រឿងគេឲ្យយើងដឹងថា Flame ហ្នឹងគឺជាគេរបស់គាត់ដែលពេលដែលគាត់នៅលេងហ្គេមហ្នឹងហើយវាមានទ្រព្យទាំងអស់13ជាន់
នឹងអាចដាក់ទាហានរហូតដល់ 20,000 នាក់ហើយប្រទេសហ្នឹងគឺគេកាត់ចេញជា level ដូចគ្នាហើយប្រទេសរបស់គាត់គឺមានចាប់ពី level 18រហូតដល់ level 22ក៏ប្រាប់ទៀតថា Pick Me Up ហ្នឹងគឺជាពិភពលោកមួយដែលយកមនុស្សពិតមកធ្វើតែសម្រាប់ដូចជាពួកគាត់ជា user ហ្នឹងគាត់ថា Pick Me Up ហ្នឹងគឺគ្រាន់តែយក NPC មកធ្វើទេអត់បានគាត់ថាមានមនុស្សពិតរស់នៅក្នុងហ្នឹងទេហ្នឹងក៏បន្តសួរទៅកាន់ Islay យើងថាសិនជាគាត់អាច clear ឲ្យគ្រប់100ជាន់ហ្នឹងគឺគាត់អាចត្រឡប់ទៅផែនដីវិញបានមែន Islay ក៏ឆ្លើយថានាងអត់ដឹងដូចគ្នាហើយហានក៏បន្តសួរទៀតថាគេជាអ្នកនាំគាត់មកដល់ពិភពលោកមួយហ្នឹងក៏ឆ្លើយមកថានាងអាចឆ្លើយនឹងសំណួរនឹងបានទេហើយហានក៏បានគិតទៀតថានៅក្នុងពិភព Pick Me Up ហ្នឹងគឺមានរហូតដល់1លានភពនិយាយពីដើមមកអញ្ចឹងហើយ player ទៅនៅក្នុង Pick Me Up ហ្នឹងគឺអត់ដឹងថានៅក្នុងពិភពលោកហ្នឹងគឺយកមនុស្សពិតមកធ្វើទេគឺ player ទាំងអស់ហ្នឹងគិតថាមនុស្សនៅក្នុងពិភព Pick Me Up ហ្នឹងគឺគ្រាន់តែជា NPC តែប៉ុណ្ណោះសូម្បីតែគាត់កាលតែគាត់លេង Pick Me Up ហ្នឹងក៏គាត់គិតថាមនុស្សនៅក្នុងពិភពលោកហ្នឹងគឺគ្រាន់តែជា NPC ទេហានក៏ប្រាប់ទៅកាន់ Islay ទៀតថាបើសិនជាអ្នកចង់គ្រប់គ្រងប៉មហ្នឹងឲ្យស្ដាប់តាមគាត់ទៅគាត់តទៀតថាចេនណាហ្នឹងគឺអត់ដែលបានប្រើប្រាស់ Dagger ដើម្បីប្រយុទ្ធពីមុនមកទេជាសរោខ្លួនលឿនមែនតើ Night Aaron របស់យើងវិញទៅពេលឥឡូវហ្នឹងគាត់អត់ទាន់អាចសរោខ្លួននឹងពិភពលោកហ្នឹងបានមែនប៉ុន្តែទៅថ្ងៃអនាគតទៅក៏គាត់គិតថា Aaron ហ្នឹងអាចប្រើការបានមកដល់កន្លែងវឹកហាត់របស់យើងចេនណាហ្នឹងបាននិយាយទៅកាន់ហានថាតឲ្យ Aaron ហ្នឹងហើយប៉ុន្តែគ្រាន់តែថា Aaron នៅខ្សោយពេកគាត់បានខ្វល់ដែរគាត់បានប្រាប់ថាគុំសប្បាយចិត្តពេកហើយមកតាមគាត់មកតមកយើងក៏ឃើញថា Islay ហ្នឹងបានឆ្លោះជាមួយនឹង Jenna ប្រកែកគ្នាទៅដើមគ្នារឿងពីណាគេជាអ្នកបម្រើទី1របស់ហាន Islay ហ្នឹងបានជេរទៅកាន់ Jenna ថានាងស្រីកញ្ជ្រោមតែនាងដឹងអត់ថាគាត់ហ្នឹងជាពីណាគេតែក៏ត្រូវបានហានហ្នឹងខ្ទប់មាត់អត់ឲ្យនិយាយទេហើយបាននិយាយថា Islay ហ្នឹងអត់ធ្វើការទេអីនៅតែហាមIslay ហ្នឹងអត់បានអញ្ចឹង Islay និយាយថានាងជាអ្នកបម្រើទី1របស់ Lucky ក៏ហានហ្នឹងឯងបើ Jenna ហ្នឹងឆ្ងល់ថាជុំពីណាគេ Lucky ហានហ្នឹងក៏បាននិយាយទៀតថាមិនខ្វល់ពីនាងទេពីនឹងឈួតទេទៅ Islay ហ្នឹងសាហាវដែរពីមុនមកជេរហានហ្នឹងសិតថាសម្រាមសិតថា hero ផ្កាយមួយសម្រាមតែឥឡូវមកតាមងើធ្វើអ្នកបម្រើរបស់ហានហ្នឹងកាលមកដល់ពេលបច្ចុប្បន្នហានបានប្រាប់ឲ្យ Islay ហ្នឹងបើកអាកន្លែងដំដៃហ្នឹងទៅគាត់ត្រូវការប្រើអាវុធបានគិតទៀតថាគាត់មិនអាចប្រើអាវុធដែល Master ហ្នឹងផ្ដល់ឲ្យទេគាត់ត្រូវតែបង្កើតអាវុធរបស់ខ្លួនឯងជា Islay ហ្នឹងបើក system បង្កើតអាវុធហ្នឹងមក Islay បើក system បង្កើតអាវុធទៅនាងក៏មានការភ្ញាក់នាងបាននិយាយថា Stream Hell Triple Penalty ហើយហ្នឹងគេចង់បញ្ជាក់ថា Stream Hell ហ្នឹងគឺជាកម្រិតដែលពិបាកខ្លាំងមែនទែនសម្រាប់ player ថ្មីអញ្ចឹងមិនងាយមានអ្នកណាគេអាចបង្កើតបានទេហាងក៏គាត់បាននិយាយថាវាអត់មានជាបញ្ហាទេគាត់ក៏ចាប់ផ្ដើមបង្កើតអាវុធហ្នឹងទៅហើយយើងមើលទៅក្នុងរូបហ្នឹងទៅគឺគាត់បង្កើតរបៀបហ្នឹងឯងជាមួយនឹង game Piano ដែលយើងលេងពីមុនមកស្ទូក្រោយមកគាត់ក៏បានបង្កើតដាវមួយដែលមាន rank រហូតដល់ rank តពីការផលិតអាវុធបានចប់ system បានបង្ហាញថាព្រះអង្គរបស់យើងហ្នឹងគឺបានផលិតជាមួយនឹងសៀលធ្នូជាមួយនឹងដាវលំពេងនិងអាវុធផ្សេងទៀតដែលគាត់បានផលិតសិតតែជា rank C ហើយហានក៏គាត់បាននិយាយថាដោយសារតែនៅទីហ្នឹងវត្ថុធាតុដើមដែលត្រូវផលិតអាវុធហ្នឹងគឺកម្រិតទាបមែនតើថ្ងៃវាអាចផលិតបានត្រឹមតែកម្រិត C ហ្នឹងទេ Slay ក៏បានសួរទៅកាន់ហានថាអ្នកឯងអត់បង្កើតអាវុធទៀតទេអីគាត់បានឆ្លើយតបទៅវិញថាគាត់ចង់ឲ្យ Master ដែលជាអ្នកគ្រប់គ្រងហ្គេមហ្នឹងភ្ញាក់ផ្អើលទេមកដល់កន្លែងវឹកហាត់វិញយើងឃើញថា Jenna ជាមួយនឹង Aaron កំពុងតែធ្វើការវឹកហាត់នៅអាវុធថ្មីដែលពួកគេទទួលបានពីហានឲ្យហ្នឹង Jenna នាងបានសរសើរទៅកាន់អាវុធហ្នឹងថាពិតជាល្អជាងអាវុធដែលនាងបានប្រើកន្លងមកបារម្ភខ្លាចថានឹងត្រូវបានគេលួចផងដែររឿងក៏បានបង្ហាញថាហានជាមួយនឹងក្រុមរបស់គាត់ចូលទៅកាន់ជាន់ទី4នៃ Dungeon ដើម្បី clear នៅ mission ដែល Master បានដាក់មកឲ្យបានឃើញថាមាន Helbis ដែលជាមេដឹកនាំនៃពួកបិសាច Goblin ហ្នឹងសាច់បានចូលមកវាយប្រហារក៏គាត់បានប្រាប់ទៅកាន់ Erin ថា Erin ហ្នឹងការពារ Jenna ទៅពួកគាត់ហ្នឹងជាអ្នកចូលទៅប្រយុទ្ធជាមួយនឹងពួកបិសាចអស់ហ្នឹង Erin ហ្នឹងក៏បានឆ្លើយយល់ព្រមនេះជាការប្រយុទ្ធទី1របស់គាត់ដោយសារតែគាត់មានបទពិសោធន៍ការពីមុនមកទេដែលធ្វើឲ្យគាត់នឹងមានការភ័យខ្លាចជាខ្លាំងហើយចេះតែកវិសទៅពីទៅពីពេញតែនឹងឯងហើយក៏ឃើញថា Jenna នឹងបានទះទៅកាន់ Erin នឹងឲ្យភ្ញាក់ដឹងខ្លួនឡើងតាំងស្មារតីឡើងដើម្បីប្រយុទ្ធទាំងអស់គ្នាអញ្ចឹងទៅហើយ Jenna ក៏ប្រាប់ទៅកាន់ Erin ថាបើសិនជាគាត់ធ្វើអត់បានល្អទេយើងទាំងអស់គ្នានឹងត្រូវស្លាប់នៅកន្លែងហ្នឹងហើយការប្រយុទ្ធនឹងបានបន្តមករហូតដល់ក្រុមរបស់ហាននឹងទទួលបានជ័យជំនះនិង MVP នឹងបានទៅលើហានតបពីចេញពី Dungeon មកវិញ system មួយបានលោតបង្ហាញថា Erin នឹងគឺត្រូវបាន Master យកជា favorite hero ហើយធ្វើឲ្យ Erin នឹងសប្បាយចិត្តខ្លាំងមែនទែនថាគាត់បានរួចខ្លួនពីសេចក្តីស្លាប់ហើយក៏គាត់បានគិតទៀតថាពួក hero ផ្កាយ6គឺពួកគេមាន level រហូតដល់99ហើយមាន skill ចំនួន5និង ultimate ចំនួន1របស់ខ្លួនឯងថាគាត់នឹងព្យាយាមរកពេលវេលាទៅជួបពួកគេបានដែលជាកូនចៅរបស់គាត់ហ្នឹងកាន់មកដល់ទីតាំងប្រាសាទ Nifel យើងឃើញថាមានមនុស្ស2នាក់កំពុងតែនិយាយគ្នាដោយគេនិយាយគ្នាអំពីការចាក់ចែងរបស់ Rish តែរឿងគេអត់បានបញ្ជាក់ថា series ហ្នឹងគេចេញទៅខាងណាទេអញ្ចឹងយើងមានតែមើលតាមដានសាច់រឿងតទៅមុខទៀតថាវាទៅណាទៅណីមកដល់កន្លែងទីតាំងដែលតួអង្គហានរបស់យើងកំពុងតែនៅភ្លាមហ្នឹងក៏ស្រាប់តែមាន system load មកថាកន្លែងស្នាក់នៅរបស់ hero ហ្នឹងគឺបាន update ទៅឡើងទៅដល់ level 2កន្លែងញ៉ាំអាហារជាមួយនឹង training hall គឺបាន upgrade ឡើងទៅដល់ level 2ហើយនិងកន្លែង workshop equipment ជាដើមឥឡូវហ្នឹង Jenna កំពុងតែឆ្ងល់ថាមានរឿងអីកើតឡើងក៏បានបញ្ជាក់ទៅប្រាប់ Jenna វិញថាតើហ្នឹងគឺបានចំណាយលុយទៅលើ game ដោយការ book game និយាយកន្លែងហ្នឹងឲ្យស្រួលយល់គឺដូចយើង book លុយទិញ skin អញ្ចឹងយើងឃើញថា Fairy Tooth របស់យើងហ្នឹងបានញោមយកនៅ
ជាមួយនឹងលុយជាច្រើននៃការដាក់លុយរបស់ master ហ្នឹងគ្រប់ទាំងអស់គឺ6500 won តែខ្ញុំអត់ដឹងថាប្រហែលទេតែគេគិតជាលុយ won អញ្ចឹងខ្ញុំក៏អត់ដឹងម្នាក់ដឹងជួយ comment ឲ្យខ្ញុំដឹងផងហានក៏គាត់បាននិយាយដែរថាក្នុង game Pick Me Up ហ្នឹងមានជម្រើសពីរដើម្បីឲ្យ player លេងបែបធម្មតានិងប្រើប្រាស់ជាថវិកាដើម្បីលេងអ្នកដែលខ្ជិលលេងធម្មតាគាត់ខ្ជិលលេងតាមដំណើរហ្នឹងគឺអាចដាក់លុយ pay បានកន្លែងហ្នឹងដូច game ជា X ចឹងគឺ pay to win ដោយខ្ជិលលេងដល់ quest ចឹងទៅយើងអាចទៅចំណាយលុយទិញ item ដូចជា Emperor ឬក៏អីចឹងទៅ Moon Sunny ទៅបកម្ដងសាច់រឿងរបស់យើងវិញគឺ Master បានសមុននៅ hero ចំនួន10នាក់មកបន្ថែមទៀតហើយអញក៏គាត់បានប្រាប់ទៀតថា game Pick Me Up ហ្នឹងការសមុនគឺមានពីររបៀបទី1គឺយើងប្រើប្រាស់ Gold ដើម្បីសមុនរបៀបទី2គឺយើងប្រើប្រាស់ពេជ្រដើម្បីសមុនយើងយកពេជ្រទៅទិញ hero នៅក្នុង Mobile Legends ចឹងបន្ទាប់មកក៏ឃើញមានមនុស្ស10នាក់ដើរចេញមកទាំងអត់ដឹងថាពួកគេកំពុងនៅទីណាទេតែចេញមកអត់ទាន់បានប្រមាណផងក៏ត្រូវហានហ្នឹងយកដើរទៅជុំហើយគាត់និយាយទៀតថាគាត់នឹងបញ្យល់អ្វីៗទាំងអស់សម្រាប់តែអ្នកនៅរស់ទេហើយឥឡូវហ្នឹងចាប់ផ្ដើមមកគឺ Fairy ទូចរបស់យើងហ្នឹងប្រាប់ឲ្យពួកគេហ្នឹងទៅយកអាវុធហើយត្រៀមខ្លួនចូលទៅកាន់ដានចិនបន្តទៀតចឹងទៅដោយ Ashley ហ្នឹងបានប្រាប់ទៅកាន់ពួកគេថាគេនឹងត្រូវប្រយុទ្ធជាមួយនឹង Monster នឹងច្រកពេលវេលាហើយនឹងលំហហ្នឹងឯងបន្ទាប់ពីចូលមុនហ្នឹងបន្តិចហ្នឹងគាត់បាននិយាយយើងហ្នឹងថា hero ទាំង10នាក់ដែលបានសមុនមកមុនហ្នឹងគឺបានងាប់អស់2នាក់បាត់ហើយដែលនឹងតម្រូវឲ្យក្រុមមួយទៀតចូលទៅប្រយុទ្ធជាមួយ Monster នៅក្នុងច្រកទ្វារហ្នឹងហើយ Eren ហ្នឹងបាននិយាយថាឲ្យគាត់ទៅប្រយុទ្ធជាមួយនឹងពួកគេតែក៏ត្រូវបាន Ashley ហ្នឹងបដិសេធដោយនាងបានលើកឡើងថាមិនមែនជាពេលវេលារបស់គាត់ទៅត្រូវទៅប្រយុទ្ធទេតែហានហ្នឹងក៏ប្រាប់ទៅ Ashley ថាឲ្យ Eren ហ្នឹងចូលទៅកាន់ដានចិនហ្នឹងដែរទៅដើម្បី clear ព្រោះគាត់ក៏ត្រូវការបត់ពិសោធន៍នឹង skill ប្រយុទ្ធដែរមុននឹងចូលទៅហ្នឹងហានក៏ប្រាប់ទៅកាន់ Erin ថាមិនសូវជួយពួកនឹងច្រើនពេកទេទុកឲ្យពួកនឹងប្រយុទ្ធខ្លួនឯងទៅបានហើយមកស្ទូក្រោយមកយើងក៏ឃើញថាក្រុមរបស់ Erin ដែលបានចូលទៅមុនហ្នឹងគឺបានចេញមកវិញហើយអត់មានអ្នកស្លាប់ទេនៅក្នុង mission លើកសារហ្នឹងហើយហានគាត់ក៏បានប្រាប់ឲ្យពួកគេហ្នឹងត្រឡប់ទៅកន្លែងសម្រាប់រៀងៗខ្លួនវិញទៅណាហ្នឹងក៏និយាយថាពួកយើងអាចគេចផុតពីដងបានហើយដោយសារតរដងហ្នឹងគឺពួកគេញ៉ាំអាហារគឺញ៉ាំតែដំឡូងទេតែចិនណាអត់ទាន់សប្បាយចិត្តបានប្រហែលផងក៏សាប់តែលើកអាហារមកឃើញថាដំឡូងដដែលហានគាត់បានគិតក្នុងចិត្តថាម្នាក់ហ្នឹងគឺអត់មាន skill ក្នុងការចម្អិនម្ហូបទេហើយគាត់ក៏បានផ្លាស់ប្ដូរឲ្យ Charlotte ជាអ្នកចម្អិនម្ហូបវិញនិយាយគម្រាមទៅកាន់អាប៉ែហ្នឹងថានេះជាលើកទី1បើសិនជាមានលើកក្រោយទេបើសិនជាហ៊ានកុហកគាត់គឺគាត់នឹងមិនលើកលែងទេក៏បានឃើញម្ហូបជាច្រើននៅលើតុដែលម្ហូបទាំងអស់ហ្នឹងដែរគឺធ្វើឡើងអំពីដំឡូងដដែលទេថាវាមានឆាមានស្ងោរមានអីទៅបន្ទាប់ពីញ៉ាំអាហាររួចហានក៏បានសួរទៅកាន់អ្នកដែលសមុនមកថ្មីនឹងថានាងពួកគេនឹងជាអីគេហើយក្នុងហ្នឹងហានគាត់បានឲ្យទៅធ្វើជាជាងឈើជាមួយនឹងអ្នកដំដែកហើយតាមុនហ្នឹងក៏គាត់បាននិយាយថាគាត់ក៏អាចធ្វើជាជាងឈើបានដែរហានក៏បានគម្រាមទៅកាន់តានឹងថាបើសិនជាហ៊ានកុហកគាត់ជាលើកទី2គឺគាត់នឹងលើកលែងទេហានក៏គាត់បានបញ្យល់ថែមទៀតថានៅក្នុងពិភព Pick Me Up ហ្នឹងបើសិនជាយើងអត់ចេះប្រយុទ្ធទេយើងក៏អាចរស់នៅបាន Master នឹងចាត់ចែងឲ្យពួកយើងខ្លាចជាជាងដំដែកឬក៏ជាងឈើឬក៏ធ្វើការងារផ្សេងៗដែល Master បានដាក់ឲ្យកាត់មកដល់កន្លែង Training Hall យើងក៏ឃើញហានកំពុងតែបង្វឹកទៅដល់អ្នកមកថ្មីក្នុងចំណោមអ្នកមកថ្មីហ្នឹងដែរគឺមានចំនួនតែ2នាក់ទេដែលស្ម័គ្រចិត្តមកវឹកហាត់មួយគាត់ការវឹកហាត់ហ្នឹងដែរគឺដូចជាការវឹកហាត់ជាមួយនឹង Eren ដំបូងចឹងគឺជាការវឹកហាត់ប្រយុទ្ធជាក់ស្ដែងតែម្ដងកាត់មកប្រហែលថ្ងៃក្រោយ Master ហ្នឹងគឺបានសមុន Hero មកបន្ថែមទៀតហើយសារហ្នឹងអញក៏ចាំបាច់ចេញទៅណែនាំដល់ពួកអ្នកថ្មីហ្នឹងទេកិច្ចណែនាំអ្នកថ្មីហ្នឹងគឺបានធ្លាក់ទៅលើ Erin ហានក៏គាត់គិតទៀតថាពិភព Pick Me Up ហ្នឹងចិនទាំង100ហ្នឹងគឺគាត់អត់ធានាថាគាត់អាចនឹងនៅរស់ផងគឺវាមានគ្រោះថ្នាក់ខ្លាំងមែនទែននៅក្នុងពិភពលោកមួយហ្នឹងដល់ហានឥឡូវហ្នឹងគឺគាត់បានបំពេញមើល mission តែ Master បានដាក់ឲ្យគឺចូលមក clear នៅក្នុងជាន់ទី4មួយនឹងក្រុមអ្នកមកថ្មីដែលមាន Erin ជាមួយនឹង2អ្នកថ្មីផ្សេងទៀតដោយសង្កេតឃើញការប្រយុទ្ធរបស់ពួកគេហ្នឹងហានក៏គាត់បានគិតថាហ្នឹងគឺគាត់ចាំបាច់ចូលប្រយុទ្ធដោយខ្លួនឯងទេគ្រាន់តែឲ្យពួកគេប្រយុទ្ធក៏បានដែរសម្រាប់ជាន់មួយហ្នឹងពីការប្រយុទ្ធរបស់ពួកគេក៏បានចេញមកវិញដោយជ័យជំនះចិនណាក៏បានសរសើរទៅកាន់ក្រុមគេថាពួកគេធ្វើបានល្អហើយហានក៏បានយល់ស្របនឹងកំណត់ហ្នឹងដែរតែឯអ្នកសមុនមកផ្សេងទៀតហានក៏បានឲ្យអ្នកទាំងអស់ហ្នឹងទៅធ្វើជាជាងដៃសម្រាប់ផលិតអាវុធបីទុកឲ្យប្រើប្រាស់សម្រាប់ hero ទាំងអស់ហ្នឹងហើយសាច់រឿងក៏គេប្រាប់មកទៀតថាឥឡូវហ្នឹង Master បានដាក់ quest ឲ្យហានហ្នឹងទៅ clear នៅជាន់ទី5កាត់មកដល់ក្នុង dungeon យើងឃើញថាក្រុមរបស់ហានហ្នឹងមកនៅក្នុងទីក្រុងមួយដែលគេបោះបង់ចោលហើយ Eren ហ្នឹងក៏បានឆ្ងល់ថាមិនគាត់ឃើញបិសាចអីមួយអញ្ចឹងហើយហានហ្នឹងក៏គាត់បានបញ្ជាឲ្យចេនណាលើប៉មដែលគេដាក់នាឡិកាដើម្បីមើលពីស្ថានភាពនៅជុំវិញហ្នឹងនាងក៏បានឡើងទៅមើលមែនEren ក៏បានសួរថាតើនាងបានឃើញគេខ្លះនៅលើហ្នឹងយើងឃើញថាទឹកមុខរបស់ Jenna ហ្នឹងគឺមានការភ័យខ្លាចជាខ្លាំងដោយនាងបានស្រែកប្រាប់មកកាន់អ្នកខាងក្រោមថាក្រៅទីក្រុងហ្នឹងគឺពោពេញទៅដោយពួក Goblin ក៏បានសួរបកទៅវិញថាប្រហែលប្រមាណប្រាប់មកវិញថាអត់ដឹងប្រមាណទេព្រោះរាប់អត់អស់ទេប្រហែលច្រើនណាស់ប្រហែលជាខ្ទង់1000ហើយ system ក៏គេបានប្រាប់ថាកិច្ចរបស់ពួកគេហ្នឹងតម្រូវឲ្យនៅរស់ការតាមសម្រាប់របស់Goblin ទាំងអស់ចំនួនរហូត1846ក្បាលហើយ Erin ហ្នឹងគាត់មានការភ័យខ្លាចជាខ្លាំងសួរទៅកាន់ Jenna ថាអ្នកឯងមើលឃើញច្បាស់អត់ក៏បានប្រាប់វិញថាឲ្យស្ងប់អារម្មណ៍ទៅដោយហានគាត់បានបញ្យល់ទៅកាន់ Erin ថាចិនរបស់ពួកគេសារហ្នឹងគឺអត់បានតម្រូវឲ្យពួកគេសម្លាប់ Goblin ហ្នឹងទាំងអស់ទេគ្រាន់តែឲ្យពួកគេហ្នឹងនៅរស់បន្ទាប់ពីការតាមសម្លាប់របស់ Goblin ហ្នឹងសួរទៅកាន់ហានថាតើពួកគេហ្នឹងត្រូវរស់ដល់ពេលណាហានក៏ឆ្លើយថាត្រឹមតែ10នាទីបន្ទាប់ពីពួក Goblin ហ្នឹងរកពួកគេឃើញ system ក៏បានបញ្ជាក់មកថាគឺមានរហូតដល់30នាទីអាហ្នឹងគាត់ប្រាប់
ថា10នាទីហ្នឹងគឺដើម្បីកុំឲ្យគ្នាគាត់ខ្លាចខ្ញុំបើកវងកញ្ចក់ប្រាប់អ្នកទាំងអស់គ្នាដែលគ្នារបស់ពួកគាត់ខ្លាចដោយរបស់ពួកគាត់ហ្នឹងនឹងកើនឡើងកម្លាំង 30% ហានគាត់អត់ប្រាប់ឲ្យគ្នាគាត់ហ្នឹងខ្លាចចឹងហើយហានក៏គាត់គិតថាចេះពួកដែលមកថ្មីទាំងពីរនាក់ហ្នឹងគេអត់ទាន់មាន level ខ្ពស់ទេសោតក្នុងការប្រយុទ្ធរបស់ពួកគេក៏អត់ទាន់ល្អដែរហើយវាពិបាកខ្លាំងមែនតើនៅពេលដែលចង់រស់ពីការវាយប្រហាររបស់ Goblin រយៈពេល30នាទីហ្នឹងក៏ចប់ឃើញ Goblin មួយក្បាលបានរកឃើញពួកគេហើយការប្រយុទ្ធក៏វាចាប់ផ្ដើមទៅតាមហ្នឹងដែរ Goblin ហ្នឹងគឺបានហក់ទៅវាក៏ទ្រពទៅលើហានមិនមែនមួយមិនមែនពីរទេគឺវាសម្រុកមកទាំងវងមកតាក្នុងការប្រយុទ្ធរបស់ហានកន្លែងហ្នឹងបញ្យល់ឲ្យអ្នកទាំងអស់គ្នាស្រួលយល់គាត់ព្យាយាមរកកន្លែងចង្អៀតត្រូវមានចំនួនច្រើនគាត់រកកន្លែងចង្អៀតដោយកូបលៀនទាំងអស់ហ្នឹងមានចំនួនច្រើនចឹងគឺវាអាចចូលមកវាបហាក្រុមរបស់គាត់ម្ដងទាំងអស់បានទេខ្ញុំអត់សូវកាត់រូបភាពទេដោយសារតែចង់ឲ្យគ្នាយើងឃើញពីទស្សនវិជ្ជាក្នុងការប្រយុទ្ធទាំងអស់ហ្នឹងយុទ្ធសាស្ត្ររបស់គាត់មួយទៀតហ្នឹងគឺស្តៀងជាមួយនឹង Magic Chess ណាគេដែលអស់កម្លាំងគឺជំនួសដោយបុគ្គលម្នាក់ទៀតខ្ញុំនិយាយថា Magic Chess ហ្នឹងសម្រាប់អ្នកដែលលេងហ្គេមគឺគាត់ដឹងគេដាក់អ្នកខ្លាំងនៅខាងមុខនិងដាក់អ្នកខ្សោយនៅខាងក្រោយនិងមាន support អីចឹងទៅហើយចេនណាហ្នឹងជាអ្នកធ្វើការ support បាញ់ធ្នូនៅពីក្រោយនិងព្យាបាលអ្នកមានរបួសដល់ការប្រយុទ្ធរបស់យើងវិញយើងឃើញថាហានបានបញ្ជាឲ្យចេនណាហ្នឹងជួយ get ទៅការបាញ់ support ជួយទៅកាន់ get ហ្នឹងឯងតែឥឡូវហ្នឹងបលីនបានវាយដដើមបានទីតាំងពួកគេចង់អស់ហើយហ្គេនក៏បានសួរទៅកាន់ហានថាគាត់សួរថាមិនក៏យូរម៉េច10នាទីទៅអីហានបានឆ្លើយទៅវិញថាតែបាន5នាទីទេតស៊ូទៀតឃើញថាអ្នកថ្មីហ្នឹងគឺត្រូវបានកូបលីនហ្នឹងកាត់ដាច់ដៃបាត់ហើយហ្នឹងបានប្រាប់ទៅកាន់គ្នាគាត់ថាកុំខ្វល់ពេលដែលគាត់ clear mission ហ្នឹងបានរបួសទាំងអស់ហ្នឹងនឹងត្រូវបានព្យាបាលដោយខ្លួនឯងហើយប្រាប់ទៅកាន់ម្នាក់ដែលមានរបួសហ្នឹងថាកុំធ្វើខ្លួនដូចកូនក្មេងពេកប្រាប់ឲ្យម្នាក់ហ្នឹងព្យាយាមឡើងព្រោះថាបើសិនជាគាត់អត់ខំប្រឹងទេអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងត្រូវស្លាប់តាមគាត់ដែរដែលបញ្ជាឲ្យចេនណាហ្នឹងទៅរំរបួសឲ្យមានរបួសហ្នឹងអ្នកទៀតហ្នឹងចូលទៅជំនួសទីតាំងរបស់គាត់អត់ទាន់បានប៉ុន្មានហ្នឹងក៏ស្រែកមកវិញថាអើបើគាត់ហ្នឹងចិត្តបាក់ហើយអញ្ចឹងហើយក៏ឲ្យម្នាក់ទៀតហ្នឹងតែត្រូវរបួសហ្នឹងមកជំនួសកន្លែងហ្នឹងវិញអ្នកហ្នឹងថាតើអាចនៅប្រយុទ្ធទៀតបានអត់ទៅម្នាក់ដែលប្រាប់ថាដើរចិត្តបាក់ហ្នឹងឲ្យជួយចូលដើរបើគាត់ទៅព្រោះការប្រយុទ្ធនៅវែងឆ្ងាយទៀតក៏បញ្ជាឲ្យចិនណាទៅស្វីកកន្លែងជាមួយនឹង Aaron ទៅទោះបី Aaron ហ្នឹងថាគាត់នៅប្រយុទ្ធទៀតបានក៏ដោយក៏ចិនណាហ្នឹងឲ្យគាត់ទៅសម្រាប់ឲ្យស្រួលទៅតែការប្រយុទ្ធរបស់ពួកគេនៅវែងឆ្ងាយទៀតណាត្រូវរក្សាកម្លាំងទាំងអស់គ្នាអាហ្នឹងគាត់ប្រាប់ទៀតថានៅសល់តែ3នាទីទៀតទេបញ្ជាឲ្យ Aaron ហ្នឹងឆ្លាស់កន្លែងជាមួយនឹងចិនណាទៅប្រយុទ្ធរបស់ពួកគេហ្នឹងគឺការឆ្លាស់គ្នាទៅវិញទៅមកដើម្បីរក្សាកម្លាំងថ្មីហ្នឹងក៏ត្រូវបានកូបលៀនចាក់ឲ្យរងរបួសចឹងទៅដោយចិនណាហ្នឹងនាងអត់ដឹងថានាងត្រូវធ្វើអីទេក៏បានប្រាប់ថាឲ្យពួកនឹងទ្រាំតិចទៅចិត្តចប់ហើយតែសារតែគាត់បានប្រយ័ត្នហ្នឹងប៊ីនឹងត្រូវកូបលៀនចាក់សម្លាប់បាត់ហើយអានហ្នឹងគាត់បាននិយាយថាហ្គាតហ្នឹងគឺបានងាប់បាត់ហើយជាឲ្យចិនណាហ្នឹងជំនួសកន្លែងហ្គាតហ្នឹងទៅនាងក៏សួរថានៅសល់ប្រហែលទីទៀតគាត់ឆ្លើយមកវិញថាកុំសួរច្រើនពេកឃើញប្រហែលសម្រាប់ប៉ុណ្្នឹងទៅខ្ញុំឃើញថាកូបលីនហ្នឹងគឺបានរៀបនឹងសម្រាប់ម្នាក់ទៀតហើយអានហ្នឹងក៏គាត់អត់ដែរនឹកស្មានថាវាមានពេលវេលាយូរដល់ហ្នឹងដែរពីមុនហ្នឹងគឺមានរយៈពេលដល់10នាទីប៉ុន្តែឥឡូវហ្នឹងវាមានរហូតដល់30នាទីហ្នឹងគ្នាគាត់បានស្លាប់អស់2នាក់ក៏បានបញ្ជាឲ្យ Chena ជាមួយនឹង Aaron ដូរទីតាំងទៅព្រោះថាឥឡូវហ្នឹងទីតាំងគាត់អត់អាចទប់បានទៀតទេអានគាត់ឲ្យ Chena ហ្នឹងឡើងទៅលើមុនទៅចាំគាត់ទៅតាមក្រោយហើយយើងឃើញថាក្រុម Goblin ហ្នឹងនៅតែបន្តដេញតាមក្រុមពួកគេអញ្ចឹងមិនខានទៅដល់កន្លែងណាទេបើហានហ្នឹងក៏នៅតែបន្តសម្រាប់ Goblin អញ្ចឹងហើយហ្នឹង Chena បានឡើងទៅដល់ខាងលើហើយនាងបានស្រីប្រាប់ថាឲ្យហុចដៃមកចាំនាងជួយទាញឡើងបានប្រាប់ទៅ Aaron ហ្នឹងថាឲ្យឡើងមកដែរមកពេលហ្នឹង Aaron អត់ទាន់បានឡើងមកផងទៅបាន Goblin មួយក្បាលហ្នឹងចាក់ជើងរបស់គាត់ជាប់នៅនឹងហ្មងឲ្យហានហ្នឹងត្រូវការលោតចុះទៅជួយគាត់នៅខាងក្រោមហ្នឹងក៏បានប្រាប់ទៅកាន់ Aaron ថាគាត់នឹងកាត់ជើង Aaron មកខាងហ្នឹងចោលហើយប្រាប់ឲ្យ Chena ឡើងទៅលើទៅហើយវង Goblin ហ្នឹងក៏នៅដេញតាមពួកគេចឹងឯងតែឥឡូវហ្នឹង Chena បានយកលំពេងរបស់ Aaron ហ្នឹងមកប្រយុទ្ធជាមួយនឹងពួក Goblin ហ្នឹងក៏ធ្វើឲ្យលំពេងធ្លាក់ចុះទៅក្រោមបាត់បានប្រាប់ថាបើសិនជាអត់មានលំពេងទេធាក់ពួកវាទៅអញ្ចឹងដែរបើសិនជាយើងអត់មានអាវុធទេគឺដៃជើងយើងនឹងឯងជាអាវុធពេលវេលាវាអត់នៅសល់ច្រើនទេហានក៏គាត់ប្រាប់ទៅក្រុមរបស់គាត់ថានៅសល់តែ30 second ទៀតទេតែគាត់និយាយអត់ទាន់បានប្រមាណផងហ្នឹងស្រាប់តែមាន Goblin មួយហ្នឹងចាក់ត្រូវគាត់មកកបិតបាត់ហើយ